បណ្ដេញជនជាតិវៀតណាមចំនួន47នាក់ចេញពីកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនពាក់ព័ន្ធបទល្មើសផ្សេងៗនៅថ្ងៃទី21ខែសីហាឆ្នាំ2026លោករស្មីឯកឈួនសវណ្ណនរានាយប៉បានដឹកនាំកម្លាំងប៉សហការជាមួយក្រុមការងារនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីដោយដឹកនាំដោយលោកឧត្តមស្រីត្រីសុខហេងអនុប្រធាននាយកដ្ឋានបានធ្វើការបណ្ដេញនៅជនជាតិវៀតណាមចំនួន47នាក់ក្នុងនោះមានស្ត្រីចំនួន11នាក់ចេញពីប្រទេសជាណាចក្រកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនខេត្តតាកែវពាក់ព័ន្ធករណីបទល្មើសផ្សេងៗចំនួន6ករណីក្នុងនោះមានករណីលួចនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនករណីបន្លំធ្វើជាភ្នាក់ងារល្បែងស៊ីសងខុសច្បាប់ល្បែងអនឡាញនិងលួចស្នាក់នៅធ្វើការងារខុសច្បាប់គ្មានលិខិតឆ្លងដែនក្រោយពីបានត្រួតពិនិត្យផ្ទៀងផ្ទាត់ចំនួនមនុស្សគ្រប់ចំនួនប៉ុស្តិ៍បានធ្វើកំណត់ហេតុប្រកួតជនជាតិវៀតណាមខាងលើជូនទៅសមត្ថកិច្ចអង្គភាពយោធាការពារព្រំដែនប៉ុស្តិ៍ច្រកទ្វារអន្តរជាតិទិញបៀនខេត្តអានយ៉ាងដើម្បីអនុវត្តនីតិវិធីបន្តទាញយកថ្នោតអែបឥឡូវនេះដើម្បីទទួលបានព័ត៌មានថ្មី